ពេលវេលាបានបង្ហាញឲ្យយើងឃើញអំពីមិត្តល្អមិត្តសម្លឹងប្រយោជន៍និងមិត្តដែលជាសត្រូវមិនមែនយើងមិនដឹងទេតែដោយសារនិស្ស័យស្មោះត្រង់របស់យើងធ្វើឲ្យយើងគិតថាគេដូចយើងគេចោលចរិតឈ្លានពានហើយរហូតដល់វេលាមួយគេបាញ់សម្លាប់បងប្អូនរបស់យើងទើបយើងនឹកឃើញប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួនយើងទៅទូចសុំឲ្យអន្តរជាតិជួយតែគេបានត្រឹមឈរនៅចំហកណ្ដាលរក្សាសុខផ្ទាល់ខ្លួនយើងក៏ភ្ញាក់រលឹកមួយទៀតថានៅក្នុងពិភពលោកនេះបើគ្មានប្រយោជន៍ទេគ្មានអ្នកណានឹងជួយយើងនោះឡើយប្រៀបដូចអំពូលអគ្គិសនីភ្លឺបានលុះត្រាណាមានចរន្តអគ្គិសនីផ្គត់ផ្គង់ដូច្នោះដែរវាគឺជាច្បាប់ធម្មជាតិដែលយើងមិនអាចប្រកែកបានឥឡូវនេះដល់ពេលហើយដល់វេលាដែលខ្មែរត្រូវពង្រឹងសមត្ថភាពខ្លួនឯងដល់វេលាដែលខ្មែរត្រូវរួបរวมដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន